បើសិនជាបងប្អូនកាន់លុយខ្ទង់$500ដើររកកុំព្យូទ័រសម្រាប់ប្រើការងារកាន់ Facebook Page ប្រើ Canva Office Word Excel PowerPoint សូមបងប្អូនមើលវីដេអូមួយនេះសិននេះគឺជា MatePad 12X ដែលមាន WPS Office 2.0 Word Excel PowerPoint កម្រិតកុំព្យូទ័រប្រើ free ដោយគ្មានដែនកំណត់មាន keyboard ដែលអាចវាយខ្មែរ Unicode បានអាចដោតភ្ជាប់ទៅកាន់ monitor ឬ projector សម្រាប់ការបង្រៀនឬធ្វើបទបង្ហាញព្រមទាំងមានអេក្រង់ Papermate Display 144Hz ភ្លឺច្បាស់មិនចាំងផ្លាតពន្លឺទោះបីជាប្រើនៅក្រោមពន្លឺថ្ងៃឬក៏ជិតមាត់បង្អួចក៏ដោយប៉ុន្តែសម្រាប់ខ្ញុំក៏ដូចជាបងប្អូនមួយចំនួនដើម្បីឲ្យយើងអាចប្រើ MatePad នេះជំនួស laptop បានទាំងស្រុងតែម្ដងលុះត្រាតែវាមានចំណុចសំខាន់មួយចំនួនដែរចឹងឥឡូវយើងនាំគ្នាមកមើលពីចំណុចអស់ទាំងហ្នឹងជាមួយខ្ញុំសិនមុនដំបូងខ្ញុំចង់បញ្ជាក់បន្តិចដែរថានៅពេលដែលយើងទិញ Huawei MatePad 12X នេះមកបងប្អូនទាំងអស់គ្នានឹងទទួលបាន Huawei keyboard ហើយនិង mouse មកជាស្រេចតែម្ដងបូករួមជាមួយនឹង WPS app កម្មវិធីគូររូបកម្រិតអាជីព Go Pen font ខ្មែរ Unicode ជាង400 font និងកណាត់ជូតមួយទៀតហើយបើសិនជាបងប្អូនត្រូវការ M Pencil សម្រាប់ការសរសេរឬក៏គូររូបយើងអាចបន្ថែមតែ$50ទេប៉ុន្តែបញ្ជាក់បន្តិចដែរបើសិនជាយើងទៅទិញហ្មង M Pencil ហ្នឹងតម្លៃវា100ជាងឯណោះឥឡូវយើងមកមើលរបស់ដែលសំខាន់ជាងគេមួយគឺកម្មវិធី WPS Office កម្រិតកុំព្យូទ័រមូលហេតុដែលខ្ញុំហៅកម្មវិធី WPS Office 2.0 ជាកម្មវិធីកម្រិតកុំព្យូទ័រហ្នឹងគឺដោយសារតែទាំងផ្ទាំង user interface ម៉នុយ toolbar រូបមន្តនិងរបៀបប្រើប្រាស់គឺដូចទៅនឹង Microsoft Office បេះបិទតែម្ដងដែលយើងឃើញមានកម្មវិធី Word Excel និង PowerPoint នៅក្នុងកម្មវិធីតែមួយហើយបើនិយាយពី Excel វិញយើងអាចប្រើរូបមន្តបង្កើត chart ឬក៏តារាងផ្សេងៗនិងអាចបើក file ជាច្រើនប្រភេទក្នុងពេលតែមួយក៏បានដែរម្យ៉ាងវិញទៀតយើងក៏អាច save file ទៅបើកនៅលើ Microsoft Office ឬក៏យក file ពី Microsoft Office នៅលើកុំព្យូទ័រផ្សេងហ្នឹងមកបើកនៅលើ WPS Office នេះវិញបានដូចគ្នាសូម្បីតែ file ដែលយើង download ពី Canva មកក៏យើងអាចបើកចេញដោយអត់មានបញ្ហារត់ខុសជួរអីដែរបើនិយាយពីការប្រើប្រាស់ Canva វិញយើងទទួលបាន user interface ដោយការប្រើនៅលើកុំព្យូទ័របេះបិទតែម្ដងហើយក៏មានបងប្អូនយើងមួយចំនួនទៀតបានសួរខ្ញុំដែរថាតើនៅពេលដែលយើងប្រើ MatePad ចឹងChrome វានឹងបង្ហាញជាទម្រង់ desktop site ដោយការប្រើនៅលើកុំព្យូទ័រអត់ព្រោះថាគាត់ចង់យកវាទៅប្រើសម្រាប់គ្រប់គ្រង page ឬក៏ boost post ឲ្យ client អីចឹងទៅអញ្ចឹងខ្ញុំក៏បានតេស្តមើលហើយឃើញថាគឺយើងអាចប្រើបានព្រោះថា Chrome នៅលើ MatePad 12X នេះវាបង្ហាញ website ជាទម្រង់ desktop site ឬក៏ដូចយើងប្រើនៅលើកុំព្យូទ័រអញ្ចឹងបើសិនជាបងប្អូនចង់យក MatePad ហ្នឹងទៅប្រើការសម្រាប់ការងារ digital marketing ដូចជាកាន់ page ឲ្យភ្ញៀវឬក៏ boost post អីជាដើមគឺយើងអាចធ្វើបានសម្រាប់ករណីមួយទៀតដែលយើងត្រូវការភ្ជាប់វាទៅកាន់ monitor ឬក៏ projector សម្រាប់ការធ្វើបទបង្ហាញ model នេះក៏គាំទ្រការបញ្ជូនរូបភាពតាមរយៈរុន USB Type C នេះបានដែរបើសិនជា monitor យើងមានរុន USB C ឬក៏មួយទៀតយើងអាចប្រើដូចបំលែងជា HDMI ដូច laptop ទូទៅក៏បានដែរចំពោះ keyboard និង font ខ្មែរ Unicode គេមានបញ្ចូល font មកស្រាប់400 font ហើយយើងក៏អាចបញ្ចូល font ខ្លួនឯងបានតាមក្រោយដែរករណីដែលស្ថាប័នរបស់យើងនឹងប្រើ font ណាមួយផ្ទាល់ខ្លួនម្យ៉ាងទៀត keyboard ដែលមានមកស្រាប់នេះវាអាចធៀបទៅនឹង keyboard របស់ laptop បានដោយសារតែវាមានទំហំធំទូលាយនិងមានជម្រៅចុចជ្រៅគួរសមហើយយើងមិនបាច់ខ្វល់ខ្វាយរឿងសាកថ្មវានោះទេងាកមកចំណុចធំបំផុតរបស់ MatePad 12X នេះគឺអេក្រង់ 12 inch របស់វានឹងតែម្ដង Huawei បានសម្រាប់សម្រាំងបច្ចេកវិទ្យាអេក្រង់នេះខ្លាំងមែនទែនដោយយើងទទួលបានអេក្រង់12 inch ប្រភេទ Papermate Display គាំទ្រការបង្ហាញពណ៌បានត្រឹមត្រូវកម្រិត P3 អាចបង្ហាញពន្លឺបានខ្ពស់បំផុត 1000 nits peak brightness និងមាន resolution 2.8Kអមដោយ refresh rate រហូតដល់ 144Hz អេក្រង់នេះក៏មានបំពាក់បច្ចេកវិទ្យាការពារភ្នែកពីរលកប្រេកង់ពន្លឺដែលមានវិទ្យាវណ្ណបត្រទទួលស្គាល់ពី SGS Low Visual Fatigue Premium Performance 2.0 និង Tooth Lens Reflection Free ដើម្បីជួយការពារសុខុមាលភាពភ្នែករបស់អ្នកប្រើប្រាស់ថែមទៀតអេក្រង់នេះសមស្របទាំងការធ្វើការនិងការកម្សាន្តដោយសារតែវាអាចបង្ហាញពណ៌បានដិតស្រស់ល្អណាមួយបច្ចេកវិទ្យាកញ្ចក់ Papermate Display របស់ Huawei នេះមិនធ្វើឲ្យថយភាពដិតនិងពណ៌ដែលបង្ហាញពី panel ខាងក្នុងមកនោះទេហើយជាលទ្ធផលយើងអាចធ្វើការក៏ដូចជាកម្សាន្តបានគ្រប់ទីកន្លែងដោយមិនបាច់ខ្វល់រឿងចំណាំងផ្លាតឡើយចំពោះគុណភាពថ្មគឺជាចំណុចខ្លាំងមួយដែរដែល MatePad 12X នេះមានថ្មទំហំ 1100 mAh ជាគូជាមួយនឹងឆ្នាំងសាកកម្លាំង 66W នៅក្នុងប្រអប់ស្រាប់តែម្ដងទំហំថ្មប៉ុណ្ណេះវាអនុញ្ញាតឲ្យយើងប្រើប្រាស់បានខ្ទង់ប្រហែលជា10ម៉ោងនៅលើអេក្រង់ជាប់ប៉ុន្តែចំណុចនេះក៏វាអាស្រ័យទៅលើរបៀបនៃការប្រើប្រាស់របស់យើងទាំងអស់គ្នាដែរនិយាយចំទៅយើងទៅណាមិនណាបើចាំដាក់ឆ្នាំងសាកតាមខ្លួនទេសម្រាប់ MatePad ប្រភេទនេះអ្វីដែលធ្វើឲ្យខ្ញុំភ្ញាក់ផ្អើលមួយទៀតនោះគឺគុណភាព speaker បញ្ចេញសំឡេងទាំង4គ្រាប់របស់វានឹងតែម្ដងដោយសារតែវាអាចបញ្ចេញសំឡេងបានលឺខ្លាំងនិងពិរោះល្អមែនទែនបើថាស្ដាប់ចម្រៀងឬក៏មើលរឿងក៏ដូចជាលេងហ្គេមអីគឺដឹងតែពេញចិត្តហើយ Come on. Let's go to you. I'm the best. ដោយសារតែ MatePad នេះវាបំពេញការងារស្តៀងទៅនឹងកុំព្យូទ័រសម្រាប់ការងារ Office
ចឹងក៏មានបងប្អូនយើងមួយចំនួនអាសាច្រឡំដែរដែលគាត់សួរខ្ញុំថាតើ MatePad ហ្នឹងអាចដំឡើងកម្មវិធី AutoCAD ឬក៏ DaVinci Resolve ឬក៏ Premiere Pro អីបានឬក៏អត់ចឹងខ្ញុំសូមបញ្ជាក់ប្រាប់បងប្អូនទាំងអស់គ្នាបន្តិចថា MatePad 12X ដែលខ្ញុំកំពុងប្រើនេះមាន RAM 12GB និងទំហំផ្ទុក 256GB ដំណើរការនៅលើ Harmony OS 4.2 ដែលយើងអាចទាញយក app ផ្សេងៗចេញពី App Gallery ក៏ដូចជាដំឡើង Google App បានហើយអ្វីដែលដូច PC នោះគឺមានតែកម្មវិធី WPS តែប៉ុណ្ណោះប៉ុន្តែបើយើងនិយាយអំពីរឿងកាត់តវីដេអូអីហ្នឹងគឺយើងទទួលបាន app Petaclip Full License ពេញមួយជីវិតតែម្ដងដែល app ហ្នឹងវាមានមុខងារស្តៀងទៅនឹង CapCut មែនទែនហើយមួយទៀតគឺកម្មវិធី GoPen សម្រាប់គូររូបកម្រិតអាជីពដែលមានជំរើសជក់ក៏ដូចជាអាចបើក layer បានច្រើនមែនទែនសម្រាប់អ្នកគូរកម្រិតអាជីពតែម្ដងប្រើជាគូជាមួយនឹង M Pencil ដែលស្គាល់កម្លាំងសង្កត់រហូតដល់ជាង 10000 កម្រិតប៉ុន្តែសម្រាប់ខ្ញុំគឺខ្ញុំរៀងស្ដាយមែនទែនដោយសារតែខ្ញុំអត់ចេះគូររូបអញ្ចឹងខ្ញុំបានត្រឹមតែយកវាមកគូឬក៏ជាសរសេរអក្សរក្បាច់អីលេងតែប៉ុណ្្នឹងអញ្ចឹងចំពោះមតិយោបល់ពីខាងខ្ញុំទៅវិញសម្រាប់កម្រិតតម្លៃ$500ជាងនេះបើសិនជាបងប្អូនទាំងអស់គ្នាផ្ដោតទៅលើការងារដែលយើងប្រើ Office Word Excel PowerPoint PDF ប្រើ Canva កាន់ Facebook Page បុស្សផុសឲ្យភ្ញៀវឬក៏ Digital Marketing បើសិនជាយើងប្រៀបធៀប MatePad នេះជាមួយនឹង Laptop ដែលមានកម្រិតតម្លៃប្រហែលគ្នា MatePad គឺផ្ដល់គុណសម្បត្តិច្រើនជាងជាពិសេសគឺរូបរាងស្អាតប្រណិតភាពភាពងាយស្រួលយកតាមខ្លួនកម្លាំងថ្មធំការកំសាន្តនិងគុណភាពអេក្រង់នឹងតែម្ដងអញ្ចឹងសម្រាប់ Huawei MatePad 12X នេះឥឡូវមានលក់នៅលើទីផ្សារនៅក្នុងស្រុកយើងហើយបងប្អូនទាំងអស់គ្នាអាចស្វែងរកទិញបាននៅតាមហាងលក់ទូរស័ព្ទដៃទំនើបនានានៅទូទាំងប្រទេសតែម្ដងបូករួមជាមួយនឹងការថែមកាដូជាច្រើនដូចជា Huawei Keyboard Mouse កណាត់ជូតកម្មវិធី Office និង GoPen ប្រើប្រាស់ដោយគ្មានដែនកំណត់ហើយចំពោះវីដេអូនេះគឺមានតែប៉ុណ្្នឹងទេយើងនឹងជួបគ្នាវីដេអូក្រោយបាយបាយ